ពីប៉ុន17ហ្នឹងគឺខ្ញុំបានធ្វើកិច្ចការរួមការងារនេះជាមួយក្រសួងអប់រំយុវជននិងកីឡាបាទខ្ញុំបានបញ្ជូនកូនសិស្សខ្មែរយើងចំនួន121នាក់បាទទៅសិក្សានៅប្រទេសចិនខេត្តដែលខ្ញុំទៅដំបូងហ្នឹងមិនមែនទីក្រុងកួងជ័យទេខ្ញុំទៅហ្នឹងគឺជាតំបន់ខេត្តរៀងដាច់ស្រយាលបាទនៅក្នុងជំនាន់ដែលខ្ញុំទៅឬក៏ឆ្នាំដែលខ្ញុំទៅហ្នឹងគឺទី1គឺខេត្តគួយជើបាទខេត្តគួយជើគឺជាខេត្តមួយដែលក្នុងខ្ញុំនិយាយហ្នឹងក្នុងអំឡុងពេលនោះឯណាបាទខេត្តគួយជើបើប្រៀបធៀបទូទាំងខេត្តនៅប្រទេសចិនគឺខេត្តគួយជើគឺជាខេត្តដែលមានគេហៅថាជីវភាពខ្វះខាតឬក៏ចំណូលរៀងខ្វះខាតជាងខេត្តផ្សេងនៅទូទាំងប្រទេសចិនបាទហើយអាការដែលខ្ញុំទៅហ្នឹងខេត្តគួយជើរបៀបរស់នៅការហូបចុកនៅខេត្តគួយជើវាខុសគ្នាឆ្ងាយជាមួយនៅប្រទេសកម្ពុជាដោយសារខេត្តគួយជើគឺជាតំបន់ដែលគេហៅថាតំបន់ភ្នំបាទតំបន់ភ្នំហើយទីនោះគឺការហូបចុកឬក៏ការស្នាក់នៅអាកាសធាតុគឺខុសគ្នាជាមួយខ្មែរឆ្ងាយតំបន់នោះគឺជាតំបន់ភ្នំហើយប្រជាពលរដ្ឋដែលរស់នៅទីនោះគឺត្រូវតែមានន័យថារបៀបការហូបរបស់គាត់គឺត្រូវតែហូបហឹរហើយជាមួយខ្លាញ់ហើយអ្នកនៅនោះភាគច្រើនត្រូវតែជក់បារីដោយសារមិនគឺតំបន់ភ្នំគឺតំបន់ត្រជាក់អញ្ចឹងកាលណាតែយើងអត់ញ៉ាំហឹរអត់ញ៉ាំខ្លាញ់ជាក់ស្ដែងខ្ញុំជាមួយកូនសិស្សឬក៏មិត្តភ័ក្តិដែលខ្ញុំទៅដំបូងដោយសារខ្ញុំអត់ចេះញ៉ាំហឹរទេហើយអត់សូវញ៉ាំខ្លាញ់ទេអញ្ចឹងអាការខ្ញុំទៅដំបូងហ្នឹងគឺខ្ញុំឈឺចិត្តមួយខែខ្ញុំខ្លួនឯងខ្ញុំឈឺចិត្តមួយខែហើយមិត្តភ័ក្តិដែលទៅជាមួយហ្នឹងក៏ឈឺដែរដោយសារអ្នកទាំងអស់គ្នាដឹងហើយនៅតំបន់ខ្មែរយើងគឺអាកាសធាតុក្តៅហើយសើមអញ្ចឹងយើងនៅនេះភាគច្រើនញ៉ាំរៀងអាចថាសាបឬក៏ផ្អែមអីតិចតួចដល់នោះយើងទៅយើងអត់ស៊ាំទេហើយអាកាសធាតុផងការរបៀបរបបរស់នៅវាធ្វើឲ្យយើងមានន័យថាអត់ត្រឡប់អញ្ចឹងមានន័យថាយើងត្រូវស៊ាំនឹងការរស់នៅទាំងការរស់នៅការហូបចុកនៅទីនោះអញ្ចឹងណាបាទមែនតែនទៅអ្នកទាំងអស់គ្នាដឹងហើយប្រទេសចិនធំអញ្ចឹងជាគំនិតឬក៏យោបល់ឬក៏កិច្ចការដែលខ្ញុំធ្វើកន្លងមកខ្ញុំចង់ឲ្យសិស្សហ្នឹងទៅរៀននៅប្រទេសចិនហ្នឹងទី1កុំទៅតាមគ្នាហើយខ្ញុំចង់ឲ្យគាត់ជ្រើសរើសហ្នឹងប្រទេសចិនធំហើយសាកលវិទ្យាល័យក៏ច្រើនដែរអញ្ចឹងខ្ញុំចង់ឲ្យគាត់ជ្រើសរើសហ្នឹងទី1គឺគាត់ត្រូវតែដឹងថាខ្លួនឯងចង់រៀនជំនាញអីប៉ុន្តែខ្ញុំជឿជាក់ថាសិស្សវិទ្យាល័យភាគច្រើនដែលទៅតែចប់ទី12អត់ដឹងថាខ្លួនចង់រៀនអីទេភាគច្រើនតាមមិត្តភ័ក្តិអញ្ចឹងណាហើយជាគំនិតយោបល់របស់ខ្ញុំគិតថាអាចឲ្យគាត់មុននឹងទៅចិនគាត់ត្រូវមានគ្រឹះបាទរៀនភាសានៅខ្មែរសិនទៅកុំថាចប់ទី12ហើយទៅអញ្ចឹងគាត់កាលណាតែគាត់ទៅអត់ទាន់មានគ្រឹះអញ្ចឹងមានភាពពិបាកច្រើនទាំងការរស់នៅការហូបចុកហើយមានបញ្ហាផ្សេងទៀតគឺវាត្រូវការបន្ស៊ាំច្រើនអញ្ចឹងណាអញ្ចឹងមានន័យថាគាត់ត្រូវតែមានគ្រឹះពីខ្មែរខ្លះហើយបានគាត់ទៅរៀននៅប្រទេសចិនឬក៏គាត់អាចស្វែងយល់ព័ត៌មានឲ្យបានច្បាស់បានច្រើនទើបគាត់សម្រេចចិត្តទៅអានេះវាជាការប្រសើរហើយចំពោះសាលាខ្ញុំគិតថាគាត់មិនបាច់ថាត្រូវតែជ្រើសរើសសាលាដែលល្បីទេខ្ញុំគិតថាប្រទេសចិនសាលាមួយណាក៏ល្អដែរអញ្ចឹងទី1គឺគាត់ត្រូវតែដឹងថាគាត់ចង់រៀនអីហើយគាត់អាចសាកសួរពីអាចមិនថាគ្រូបង្រៀនឬក៏សិស្សច្បងគាត់ឬក៏បច្ចុប្បន្ន social media វាច្រើនណាស់អញ្ចឹងគាត់អាចធ្វើការស្វ័យសិក្សាខ្លួនឯងឲ្យបានច្រើនមុននឹងគាត់សម្រេចចិត្តទៅសិក្សានៅសាកលវិទ្យាល័យណាមួយនៃប្រទេសចិន